សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំសៀវភៅមួយក្បាលដែលខ្ញុំបានអានហើយក៏ចូលចិត្តអានដែរខ្ញុំអានវា5ចប់ហើយគឺសៀវភៅគោលការណ៍នៃស្ត្រីសម័យថ្មីសៀវភៅមួយក្បាលហ្នឹងគឺខ្ញុំបានពីលោកគ្រូជុនសុខុនគាត់ទិញឲ្យជាការលើកទឹកចិត្តហើយសៀវភៅមួយក្បាលហ្នឹងគឺនិយាយអំពីចំណុចសំខាន់5របស់មនុស្សស្រីដែលគួរតែមានទី1នោះគឺស្ត្រីដែលមានភាពឆ្លៀសវៃទី2ស្ត្រីដែលមានភាពសុតិធិនិយមទី3ស្ត្រីដែលមានភាពចាស់ទុំទី4ស្ត្រីដែលពោពេញទៅដោយមហិច្ឆតានិងចំណុចទី5គឺស្ត្រីដែលមានភាពថ្លៃថ្នូរអញ្ចឹងសៀវភៅមួយក្បាលហ្នឹងគឺមានតម្លៃយ៉ាងខ្លាំងពីព្រោះថាវាបានផ្ដល់ពីតម្លៃអប់រំពីចំណេះដឹងនិងការខិតខំប្រឹងប្រែងរបស់ស្ត្រីដើម្បីជួយគ្រួសារជួយសង្គមជាតិនិងជួយខ្លួនឯងហើយសៀវភៅមួយក្បាលហ្នឹងគឺខ្ញុំ recommend យ៉ាងខ្លាំងចំពោះមនុស្សប្រុសដែលមានដៃគូមិនថាជាប្រពន្ធឬក៏ជាសង្សារនោះទេគួរតែទិញឲ្យអានដើម្បីឲ្យនាងបានអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងហើយចំពោះមនុស្សស្រីគ្នាយើងវិញក៏គួរតែអានសៀវភៅនឹងដែរដើម្បីធ្វើឲ្យយើងកាន់តែប្រសើរនៅថ្ងៃមុខទៅយើងអាចជួយគ្រួសារអាចជួយសង្គមជាតិហើយអាចជួយខ្លួនឯងបានទៀតអញ្ចឹងយើងគួរតែរួបរวมគ្នាអានសៀវភៅបើសិនបើប្រទេសយើងសម្បូរទៅដោយអ្នកអានសៀវភៅនោះប្រទេសជាតិយើងនឹងកាន់តែខ្លាំង